ម្ដងទេបងប្អូនហើយក្តៅឈ្ងុយខ្លាំងណាស់សួស្តីបងប្អូនទាំងអស់គ្នាពេលនេះដែរនាងខ្ញុំនឹងមកធ្វើកាពិផាវញ៉ាំប្រចាំគ្រួសារដូច្នេះទស្សនានៃការធ្វើរបស់នាងខ្ញុំទាំងអស់គ្នាក្នុងពេលនេះដែរនាងខ្ញុំនឹងធ្វើកាពិផាវញ៉ាំប្រចាំគ្រួសាររបស់អស់ទាំងនេះសម្រាប់ធ្វើកាពិផាវមានដូចសាច់មាន់នាងខ្ញុំអត់ធ្វើសាច់ជ្រូកទេនាងខ្ញុំយកសាច់មាន់មកធ្វើទឹកអំពិលទុំត្រីឆ្អើរកាពិខ្ទឹមសខ្ទឹមក្រហមម្ទេសម្សៅក្រហមស្ករម្សៅស៊ុបហើយនិងសណ្តែកដីអូខេដូច្នេះនាងខ្ញុំនឹងចាប់ផ្ដើមធ្វើជាដំបូងនាងខ្ញុំនឹងដាក់ប្រេងឆាដាក់ខ្ទឹមសចូលឲ្យឈ្ងុយចាំយើងដាក់ខ្ទឹមក្រហមនឹងចូលថែមទៀតហើយកូរដល់តែឈ្ងុយឥឡូវនេះខ្ទឹមសនិងខ្ទឹមក្រហមចាប់ដើមក្រហមបណ្ដាហើយក៏ឈ្ងុយផងដែរបន្ទាប់មកនាងខ្ញុំក៏បានដាក់សាច់ចូលតែម្ដងតែរបស់នាងខ្ញុំមិនសូវញ៉ាំសាច់ជ្រូកទេពួកគាត់ចង់ញ៉ាំតែសាច់មាន់សាច់គោនាងខ្ញុំធ្វើកន្លងមកធ្វើតែសាច់មាន់ហើយនិងសាច់គោតែប៉ុណ្ណោះសាច់ជ្រូកនាងខ្ញុំមិនដែរយកទៅពេលចម្រូនណាគឺតែនាងខ្ញុំចង់ញ៉ាំបន្តិចយកមកធ្វើសាច់រៀងឆ្អិនហើយនាងខ្ញុំក៏បានដាក់កាពិចូលកាពិនេះនាងខ្ញុំដាក់មួយកែវនឹងតែម្ដងយើងចង់ដាក់កាពិច្រើនពីនឹងក៏បានដែរតែខ្ញុំអត់សូវចូលចិត្តក្លិនដែលស្អុយខ្លាំងពេកនេះទេនេះខ្ញុំប្រើតែបន្តិចបន្តួចកូរឲ្យកាពិហើយនឹងសាច់ចូលគ្នាចាំយើងដាក់គ្រឿងបន្តដល់ការធ្វើម្ហូបរបស់យើងខ្ញុំខុសឆ្គងពីបងប្អូនត្រង់ចន្លោះណាមួយសូមបងប្អូនអធិស្ឋានផងយើងចេះតាមរបៀបយើងបងប្អូនចេះតាមរបៀបបងប្អូននេះខ្ញុំចេះតាមរបៀបខ្ញុំអញ្ចឹងបងប្អូនឡោះហើយជីវិតការរស់នៅប្រចាំផ្ទះមួយគឺមិនដូចគ្នាទេសាច់របស់នេះខ្ញុំរៀងឆ្អិនហើយខ្ញុំក៏បានដាក់គ្រឿងបន្តទៀតពីដំបូងខ្ញុំដាក់ម្សៅក្រហមនេះឲ្យសាច់ម្ហូបរបស់យើងវារៀងក្រហមពណ៌ស្អាតសពបន្តិចនេះខ្ញុំក៏បានដាក់ម្ទេសប្រហែលជាមួយស្លឹកព្រាម្ទេសនេះខ្ញុំធ្វើណាស់អត់ដាក់ច្រើនទេ
តមកនេះខ្ញុំក៏បានដាក់ស្ករសពីស្ករក្រហមចូលប្រហែលជា2ស្លាបព្រាហើយនឹងម្សៅស៊ុប1ស្លាបព្រាចាប់ដើមមានក្លិនឈ្ងុយហើយបងប្អូនចាប់មកនាងខ្ញុំក៏បានដាក់ទឹកអំពិលទុំនឹងចូលទាំងអស់ចាប់តាមឈ្ងុយម្ដងបន្តិចឈ្ងុយពេញទៅហើយពេលនេះឥឡូវនេះកាពិឆារបស់នាងខ្ញុំជិតឆ្អិនហើយនាងខ្ញុំក៏បានដាក់ត្រីឆ្អើរនេះចូលតែម្ដងឥឡូវនេះកាពិឆារបស់នាងខ្ញុំរួចជាការស្រេចហើយបងប្អូនឈ្ងុយខ្លាំងណាស់ទំនងទេបងប្អូនកាពិឆារបស់នាងខ្ញុំខ្ញុំអត់បានដាក់សណ្តែកដីទេតែបើបងប្អូនចូលចិត្តដាក់សណ្តែកដីយើងអាចដាក់បានតែនាងខ្ញុំអត់បានដាក់សណ្តែកដីទេពីខែរបស់នាងខ្ញុំឬជាការស្រាតនេះឆ្អិនហើយយើងដួសដាក់ចានរួចជាការស្រាចអូខេកាពិផាយរបស់នាងខ្ញុំធ្វើអំបញ្ញមិញនេះឥឡូវនេះរួចជាការស្រេចហើយក្នុងផ្ទះមានបន្លែតែត្រសក់ទេឥឡូវនេះរួចរាល់ទំនងទេបងប្អូនកាពិផាយរបស់នាងខ្ញុំអូខេជួបគ្នានាវីដេអូក្រោយទៀតអរគុណបងប្អូនដែលបានទស្សនាជួបគ្នានាវីដេអូក្រោយបាយបាយ